ប្រសិនបើនៅក្បែរខ្លួនរបស់អ្នកមានមិត្តភ័ក្តិដែលមានឈាមត្រកូលចាំងតើអ្នកមានការប្រុងប្រយ័ត្នដែរទេពួកគេមើលទៅដូចជាមនុស្សទូទៅអញ្ចឹងប៉ុន្តែនៅលើរាងកាយរបស់ពួកគេគឺសុទ្ធតែស្នាមសាក់ដែលចាក់ដោយឈាមសត្វព្រាបឲ្យតែកំហឹងកើនឡើងនោះស្នាមសាក់នឹងលេចចេញរូបរាងឡើងភ្លាមៗហើយល្បឿនលឿនពួកគេក៏ប្រែជាលឿនជាងមនុស្សធម្មតារហូតដល់ទៅ10ដងបរិសម្នាក់នេះមានឈ្មោះថាយ៉ាន់សាន់ស៊ីងគេគឺជាសត្វចម្លែកម្នាក់ដែលកើតចេញពីការបង្ខំចម្លងឈាមរបស់មនុស្សត្រកូលចាំងចូលទៅក្នុងរាងកាយមនុស្សធម្មតាតើពួកគេជានរណាពិតប្រាកដទៅត្រកូលចាំងនោះគឺជាគ្រួសារដ៏មានអាថ៌កំបាំងបំផុតមួយដែលគ្មានអ្នកណាអាចដឹងពីប្រភពកំណើតពិតប្រាកដរបស់ពួកគេឡើយក្នុងនាមជាគ្រួសារអ្នកលបចូលភ្នូរខ្មោចបុរាណដែលមានអាយុកាលចាស់វស្សាបំផុតត្រកូលចាំងបានការពារទ្វារសម្រិតនិងអាថ៌កំបាំងចុងក្រោយអស់រយៈពេលជាច្រើនជំនាន់មកហើយសមាជិកត្រកូលរបស់ពួកគេមិនត្រឹមតែអាចមានអាយុវែងគ្មានថ្ងៃតាស់ជរាប៉ុណ្ណោះទេថែមទាំងមានសមត្ថភាពដ៏ខ្លាំងក្លាអស្ចារ្យទៀតផងចំណែកឯចាំងជីសានវិញពួកគេគឺកើតចេញពីឪពុកត្រកូលចាំងមែនប៉ុន្តែម្ដាយគឺជាអ្នកក្រៅវងត្រកូលហេតុនេះហើយទើបខ្សែស្រឡាយឈាមរបស់គេមានភាពមិនស្អាតស្អំនិងមិនអាចទទួលបាននូវជីវិតអមតៈឡើយចាំងជីសានត្រូវបានគ្រប់គ្រងដោយវិញ្ញាណអាក្រក់នៅក្នុងចិត្តដើម្បីមកបង្ក្រាបវិញ្ញាណអាក្រក់នៅក្នុងចិត្តនោះហេតុនេះហើយទើបពួកគេបានធ្វើដំណើរមកកាន់វិមានបុរាណត្រកូលចាំងដើម្បីស្វែងរកចម្លើយក្មេងរូបនេះគឺព្រលឹងបុព្វបុរសបានគ្រប់គ្រងមានតែរូបគេទេដែលដឹងពីវិធីបដូរឈាមឲ្យស្អាតស្អំបុព្វបុរសក៏បានចេញមុខជួយជ្រោមជ្រែងចាំងជីសានបានឆ្លងកាត់ការផ្លាស់ប្ដូរឈាមពេញមួយរាងកាយរហូតទទួលបានមកវិញនូវឈាមទេវតាគិរិនដ៏ស្អាតស្អំខ្លាំងទ្វេដងអរគុណលោកគ្រូធំដែលបានជួយសង្គ្រោះជីវិតខ្ញុំនឹងចងចាំនៅពាក្យប្រដៅរបស់ដូនតាព្រមទាំងមិនបណ្ដោយឲ្យត្រកូលចាំងត្រូវខកបំណងឡើយទោះបីជាចាំងជីសានជាមនុស្សត្រកូលចាំងមែនប៉ុន្តែរឿងរ៉ាវនៃការអភិវឌ្ឍរបស់វង្សត្រកូលគឺគេមិនបានដឹងសពគ្រប់ទាំងអស់ឡើយពួកគេម្នាក់ៗគឺដឹងតែរឿងរ៉ាវមួយផ្នែកដែលពាក់ព័ន្ធនឹងខ្លួនឯងតែប៉ុណ្ណោះនៅដើមសតវត្សទី20ប្រធានត្រកូលចាំងឈ្មោះចាំងរួយធុងដោយសារតែបំពានច្បាប់វិន័យត្រកូលទើបត្រូវគេកាត់ទោសសម្លាប់ចោលនៅក្នុងកំឡុងពេលធ្វើដំណើរចុះមកភាគខាងត្បូងត្រូវបានជនក្បត់ជាតិស៊ូឈិនជីដែលលបលួចរួមគំនិតក្បត់ជាមួយទ័ពជប៉ុនរកឃើញហើយនៅចំពោះមុខការចាប់ខ្លួនស៊ូឈិនជីបានរកឃើញភាពខុសប្លែកគ្នារបស់មនុស្សត្រកូលចាំងវង្សត្រកូលរបស់អ្នកពិតជាមានភាពអស្ចារ្យខ្លាំងណាស់ដើម្បីទទួលបាននូវធម៌ពលដ៏មានអាថ៌កំបាំងមួយនេះស៊ូឈិនជីបានរៀបចំការពិសោធន៍លើរាងកាយមនុស្សដ៏សាហាវយង់ក្នុងបំផុតមួយដំណាក់កាលដំបូងនៃការពិសោធន៍គឺពួកគេបានយកទឹកក្តៅមកស្រោចលើខ្លួនមនុស្សប្រើប្រាស់ភ្លើងមកដុតស្បែកនិងវិធីសាស្ត្រកម្ដៅខ្ពស់ៗជាច្រើនដើម្បីស្វែងរកចំណុចធន់នឹងកម្ដៅខ្ពស់បំផុតរបស់មនុស្សត្រកូលចាំងមនុស្សជាច្រើនត្រូវបានគេធ្វើបាបរហូតដល់ស្លាប់តាំងពីដំណាក់កាលដំបូងចំណែកឯអ្នកដែលដកដង្ហើមរស់រានមានជីវិតចុងក្រោយច្បាស់ជាមនុស្សដែលមានរាងកាយរឹងមាំបំផុតហើយនៅក្នុងនោះក៏មានចាំងជីសានកាលពីសម័យក្មេងផងដែរប៉ុន្តែនៅក្នុងកំឡុងពេលធ្វើការសាក់លបងជាហូរហែស៊ូឈិនជីបានដឹងថាក្មេងប្រុសម្នាក់នេះមិនមែនជាមនុស្សដែលមានឈាមជ័រស្អាតស្អំរបស់ត្រកូលចាំងឡើយជារបស់ឥតប្រយោជន៍ម្នាក់ទោះជាយ៉ាងណាក៏ដោយស៊ូឈិនជីនៅតែវាយតម្លៃសមត្ថភាពរបស់មនុស្សត្រកូលចាំងទៀតពេកច្រើនឆ្នាំក្រោយមកចាំងជីសានបានធ្វើដំណើរមកដល់ទីក្រុងឆាងសៀដោយរែកពុននៅគំនុំគ្រួសារនិងគំនុំជាតិក្នុងបំណងចង់កំទេចស៊ូឈិនជីឲ្យដួលរលំទាំងស្រុងគោលដៅដំបូងរបស់គេគឺបរិះក្បាលទំពេកបងប្រុសធំអ្នកមើលទៅមានភាពស៊ាំភ្នែកខ្លាំងណាស់តើពួកយើងធ្លាប់ជួបគ្នានៅឯណាពីមុនមែនទេលោកប្អូនប្រហែលជាចំណាំមនុស្សខុសហើយអញ្ចឹងអ្នកនៅចាំរឿងរ៉ាវកាលពីមុនបានដែរឬទេពេលឃើញស្នាមសាក់រូបសត្វចម្លែកឆុងឈីលេចចេញរូបរាងនៅលើស្មារបស់ចាំងជីសានបរិះក្បាលទំពេកដឹងថាសភាពការមិនស្រួលក៏បានដកកំភ្លើងព្រោះភ្លើងចេញមកធ្វើការវាយប្រហារភ្លាមប៉ុន្តែចាំងឈីសាននាពេលបច្ចុប្បន្នគឺអាចប្រើប្រាស់ធម្មពលឈាមជ័រនៅក្នុងរាងកាយបានយ៉ាងស្ទាត់ជំនាញគេប្រើប្រាស់ក្បាច់គុណតែមួយឈុតគឺអាចដណ្ដើមបានជ័យជំនះលើកដំបូងយ៉ាងងាយស្រួលគោលដៅទី2គឺអ្នកកាន់ដាវដ៏មានអាថ៌កំបាំងម្នាក់ប៉ុន្តែបរិះម្នាក់នេះមានក្បាច់គុណប្លែកខ្លាំងណាស់ចាំងរីសានតតាំងបានតែប៉ុន្មានក្បាច់ក៏ស្ទើរតែត្រូវបាត់បង់ជីវិតទៅហើយសំណាងល្អដែលចំពេលវិនាទីដ៏គ្រោះថ្នាក់នោះចាំងឈីសានបានធ្វើដំណើរមកដល់ទាន់ពេលវេលាអ្នកកាន់ដាវឃើញសភាពការមិនល្អក៏បានរត់គេចខ្លួនទាំងភ័យស្លន់ស្លោដើរតាមដានដំរុយចាំងជីសានបានតាមដានរហូតដល់រោងល្ខោនត្រកូលហុងចុងក្រោយនៅខាងក្រោយឆាកបានជួបជាមួយអឺយេហុងដែលមានសមត្ថភាពខ្ពស់ម្នាក់អ្នកទាំងពីរវាយតតាំងគ្នាមិនយូរប៉ុន្មានក៏ចាប់ផ្ដើមមានការកោតសរសើរនិងយល់ចិត្តគ្នាទៅវិញទៅមកលុះដល់ពេលល្ងាចអឺយេហុងបានណាត់ជួបគេនៅមាត់ទន្លេយុវជនទាំងពីររូបដែលមានគំនិតដូចគ្នាមិនយូរប៉ុន្មានក៏បានក្លាយជាមិត្តភក្តិល្អនឹងគ្នាបន្ទាប់មកអឺយេហុងថែមទាំងបានប្រាប់ពីចំណុចខ្សោយរបស់អ្នកកាន់ដាវនោះជូនដល់ចាំងជីសានទៀតផងគេគឺជាសត្វចម្លែកម្នាក់ដែលកើតចេញពីការបង្ខំចម្លងឈាមរបស់មនុស្សត្រកូលចាំងចូលទៅក្នុងរាងកាយមនុស្សធម្មតាចំណូលចិត្តតែមួយគត់របស់យ៉ាន់សាន់ស៊ីងគឺការចូលចិត្តយកមនុស្សស្រីនៅបារកំសាន្តមកធ្វើជាផ្ទាំងស៊ីបហាត់កំបិតនៅយប់ថ្ងៃនេះយ៉ាន់សាន់ស៊ីងបានលបមើលមនុស្សស្រីម្នាក់ស្លៀកពាក់ខោអាវពណ៌ក្រហមតែគេមិនដឹងខ្លួនទាល់តែសោះថាអឺយេហុងបានបន្លំខ្លួនជាមនុស្សស្រីដើម្បីមកកំចាត់រូបគេក៏ដូចជាជួយសង្គ្រោះជីវិតមនុស្សស្រីជាច្រើនទៀតហុងយ៉ាន់សាន់ស៊ីងឃើញសភាពការមិនស្រួលក៏រត់គេចខ្លួនប៉ុន្តែត្រូវបានចាំងឈីសានដែលធ្វើដំណើរមកដល់ទាត់មួយជើងហោះទៅឆ្ងាយខ្ញុំបានឮមកថាក្រោយពេលដែលស៊ូឈិនជីមកដល់ទីក្រុងឆាងសៀមានមនុស្សស្រីរាប់សិបនាក់ហើយត្រូវបានគេវះកាត់យកគ្រឿងក្នុងចេញអ្នកវះកាត់យកទៅធ្វើអ្វីទៅយ៉ាន់សាន់ស៊ីងចង់រត់គេចខ្លួនតែត្រូវបានខ្សែចងព្រលឹងរបស់អឺយេហុងចាប់ចងយ៉ាងណែនក្រោយពេលសួរដេញដោលមួយសន្ទុះធំមិនទទួលបានព័ត៌មានដែលមានប្រយោជន៍អ្វីឡើយប៉ុន្តែអឺយេហុងគឺបានដឹងរឿងសម្ងាត់ដ៏គួរឲ្យខ្លាចមួយចេញពីមាត់របស់គេនៅក្នុងទីក្រុងឆាងសៀមួយនេះខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលធ្វើការងារកខ្វក់លាក់ខ្លួនយ៉ាងជ្រៅតែប៉ុណ្ណោះប៉ុន្តែបរិះម្នាក់នេះបើអ្នកហ៊ាននិយាយបន្តទៀតគឺមិនបាច់ដើរចូលមកឡើយអ្វីដែលគេនិយាយច្បាស់ណាស់គឺចង់សម្ដៅលើឪពុករបស់អឺយេហុងគឺលោកប្រធានហុងខាងក្រៅមើលទៅមានចរិតត្រឹមត្រូវនិងមានបារមីខ្ពស់តែស្មានមិនដល់ថាគេបានលួចរួមគំនិតក្បត់ជាមួយមេតបធំស៊ូឈៀនជីធ្វើសកម្មភាពមិនល្អពីក្រោយខ្នងទាំងឆាកនយោបាយនិងឆាកជំនួយគឺត្រូវបានពួកគេទាំងពីរក្តោបក្តាប់យ៉ាងណែនមនុស្សទាំងពីរមានល្បិចខូចរៀងៗខ្លួននិងប្រើប្រាស់គ្នាទៅវិញទៅមករាល់អំពើបាបទាំងអស់គឺត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅបញ្ជីមួយក្បាលក្រោយពេលរឿងរ៉ាវត្រូវបានធ្លាយចេញអ្នកទាំងពីរបានរួមដៃគ្នារៀបចំពិធីជប់លៀងនៅរោងល្ខោនត្រកូលហុងដើម្បីស្វែងរកឱកាសសម្លាប់ចាំងឈីសានចោលប៉ុន្តែពួកគេនៅតែវិតម្លៃសមត្ថភាពរបស់មនុស្សត្រកូលចាំងទៀតពេកត្រឹមតែប្រមាណនាទីប៉ុណ្ណោះគឺអាចកំទេចក្រុមកូនចៅតូចៗទាំងនោះឲ្យដួលរលំទាំងអស់ចុងក្រោយមានតែលោកប្រធានហុងចេញមុខដោយផ្ទាល់ប្រើប្រាស់ខ្សែច្រវាក់ដែកមកចងភ្ជាប់ចាំងឈីសានយ៉ាងណែនហើយខណៈពេលនេះខ្សែស្រឡាយឈាមដូនតារបស់ត្រកូលចាំងចាប់ផ្ដើមពុះកញ្ជ្រោលស្នាមសាក់ឈាមសត្វប្រៀបលេចចេញរូបរាងឡើងយ៉ាងច្បាស់កម្លាំងធាតុដ៏ខ្លាំងក្លាបានបំបីខ្សែច្រវាក់ដែកឲ្យបែកខ្ទេចខ្ទីភ្លាមៗលោកប្រធានហុងឃើញសភាពការមិនស្រួលក៏បាននាំស៊ូឈិនជីរត់គេចខ្លួនតាមបន្ទប់សម្ងាត់តែរហូតដល់ចាំងឈីសានតាមទៅទាន់ស៊ូឈិនជីបែរជាលើកកំភ្លើងតម្រង់ទៅរកលោកប្រធានហុងទៅវិញ
គ្រាន់តែមកដល់ភ្លាមយេហុងមានការបារម្ភពីសុវត្ថិភាពរបស់ឪពុកក៏បានរត់ទៅរាំងមុខកំភ្លើងសត្រូវសម្រាប់បិតាត្រូវដើរចាក់ចេញទៅក្រៅនៅចំពោះមុខផ្ទាល់ភ្នែកចាំងឈីសានមានអារម្មណ៍ថាការខំប្រឹងប្រជែងជាច្រើនឆ្នាំរបស់ខ្លួនត្រូវរលាយទៅជាចំហាយទឹកបាត់ទៅហើយនៅក្នុងវិនាទីនេះតែចំពេលនោះទាហានម្នាក់ថាប្រញាប់ជួយខ្ញុំផងឲ្យតែអ្នកទាំងអស់គ្នាព្រមជួយសង្គ្រោះជីវិតខ្ញុំពេលនេះខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាភ្លាមថាសិភៅបញ្ជីស្ថិតនៅកន្លែងណាខ្ញុំអាចគូវាសផ្លូវដើរឲ្យអ្នកបានអាស្រ័យលើពាក្យសម្ដីរបស់ទាហានរូបនោះចាំងឈីសានបានតាមដានរហូតដល់បន្ទប់ក្រោមដីរបស់ស៊ូចិនជីតែមិននឹកស្មានថាលើកនេះគឺលោកប្រធានហុងជាអ្នកមកចាប់ខ្លួនពួកគេទាំងពីរអ្នកឪពុកកូនដោយផ្ទាល់ដោយសារតែខុសគ្នាពួកគេបានវាយតតាំងគ្នាយ៉ាងខ្លាំងចាំងឈីសានឆ្លៀតឱកាសបើកប្រអប់សម្ងាត់តែអកុសលត្រូវរងការវាយប្រហារដោយផ្សែងពុលតាមពិតទៅគ្មានសិភៅបញ្ជីអ្វីទាំងអស់គឺស៊ូចិនជីបានបោកប្រាស់មនុស្សគ្រប់គ្នារហូតដល់ពេលនេះទើបលោកប្រធានហុងភ្ញាក់ខ្លួនដឹងថាខ្លួនឯងត្រូវបានសត្រូវប្រើប្រាស់បាត់ទៅហើយតែពេលនេះនិយាយអ្វីក៏ហួសពេលដែរចំពេលនោះទ្វារសម្ងាត់នៅក្នុងបន្ទប់ក្រោមដីត្រូវបានបើកនៅក្នុងនោះមានលេចចេញនូវសត្វចម្លែកដែលដូចជាខ្មោចឆៅជាច្រើនរត់មកវាយប្រហារចុងក្រោយលោកប្រធានហុងបានលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីជួយសង្គ្រោះចាំងឈីសានទាំងពីរនាក់ទើបអាចរក្សាជីវិតត្រឡប់មកវិញបានចំពោះរឿងរ៉ាវទៅថ្ងៃមុខគឺជារឿងរ៉ាវដែលចាំងឈីសានចូលមករៀបចំសណ្ដាប់ធ្នាប់ទីក្រុងឆាងសៀននិងបង្កើតឡើងនៅទ្វារទាំង9រឿងរ៉ាវអាថ៌កំបាំងនៃតកូចាំងនិងល្បែងអំណាចនៃទ្វារទាំង9ត្រូវបានលាតត្រដាងបន្តិចម្ដងហើយតាមពិតទៅមិនមែនវាសនាជាអ្នកកំណត់ជីវិតយើងទាំងអស់នោះទេគឺការជ្រើសរើសនិងមហិច្ឆតារបស់យើងម្នាក់ៗទៅវិញទេដែលជាអ្នកបង្កើតលទ្ធផលចុងក្រោយហើយតើទ្វារទាំង9នឹងត្រូវជួបប្រទះនឹងព្យុះភ្លៀងអ្វីខ្លះទៀតនៅភាគខាងមុខសូមកុំភ្លេចចុច follow ម្នាក់មួយដើម្បីរងចាំទស្សនាភាពបន្តអរគុណសម្រាប់ការទស្សនា